ចាសួស្តីបងប្អូនចឹងថ្ងៃនេះយើងជួបគ្នាជាមួយនឹងវិញ្ញាសាត្រៀមបាក់ឌុប2026នេះវិញ្ញាសាទី2ចាមានទាំងវិញ្ញាសាមានទាំងអត្រាកំណែចាអញ្ចឹងយើងសាកធ្វើមុនពេលដែលផ្ទៀងជាមួយនឹងអត្រាកំណែចាមាន1 2រ៉ូម៉ាំង3រ៉ូម៉ាំងហើយនឹង4 5រ៉ូម៉ាំងចាទៅមកទៀតយើងទៅមើលអត្រាកំណែចាអត្រាកំណែសំណួរមួយរ៉ូម៉ាំងគេសួរថាហេតុដូចម្ដេចបានជាសូលូស្យងខាងក្រោមជាតំប៉ុងអញ្ចឹងមានន័យថាសូលូស្យងកនិងខហ្នឹងវាតំប៉ុងរួចហើយប៉ុន្តែគេឲ្យយើងបញ្ជាក់ហេតុផលអញ្ចឹងយើងត្រូវស្គាល់និយមន័យស្អីទៅជាសូលូស្យងតំប៉ុងចាសូលូស្យងតំប៉ុងគឺជាលបាយនៃសូលូស្យងអាស៊ីតខ្ទោយនិងបាសឆ្លាស់របស់វាឬក៏ផ្ទុយមកវិញចាមានន័យថាបើបាសខ្ទោយជាមួយនឹងអាស៊ីតឆ្លាស់បើអាស៊ីតខ្ទោយជាមួយនឹងបាសឆ្លាស់មានម៉ូលឬក៏កំហាប់ប្រហាក់ប្រហែលគ្នាអញ្ចឹងសំណួរកនេះសូលូស្យងមួយហ្នឹងមានអាស៊ីតអាសេតិក 0.1 ហើយនិងសូដ្យូមអាសេតាត 0.1 ម៉ូលដូចគ្នាអញ្ចឹងវាជាតំប៉ុងព្រោះថាវាជាលបាយនៃអាស៊ីតខ្ទោយអាស៊ីតអាសេតិកគឺជាអាស៊ីតខ្ទោយហើយសូដ្យូមអាសេតាតយើងលុបសូដ្យូមចេញទៅយើងនៅសល់អ៊ីយ៉ុងអាសេតាតដែលជាបាសឆ្លាស់របស់វាអញ្ចឹងវាមានម៉ូលស្មើគ្នាគឺថាវាជាតំប៉ុងចាសំណួរខអាស៊ីតអាសេតិក 0.2 ម៉ូលហើយនឹងស៊ូត 0.1 មិនបានវាតំប៉ុងចាវាតំប៉ុងដោយសារតែនេះជាអាស៊ីតខ្សោយនេះជាបាសខ្លាំងអញ្ចឹងវាប្រតិកម្មមួយគ្នាសិនអញ្ចឹងអាស៊ីត2 ម៉ូលបាស1 ម៉ូលអញ្ចឹងបាសជាអ្នកប្រតិកកំណត់អញ្ចឹងបាសចូល1ក៏កើតបានបាសឆ្លាស់នេះមួយហើយអាស៊ីតនេះចូលអស់មួយនៅសល់មួយអញ្ចឹងក្រោយប្រតិកម្មយើងសង្កេតឃើញមើលហើយប្រតិកម្មយើងមិនឃើញអាស៊ីតអាសេតិកនៅសល់ 0.1 ហើយសូដ្យូមអាសេតាត 0.1 វានឹងដូចអាខាងលើនេះដែរអញ្ចឹងវាតំប៉ុងព្រោះហេតុផលហ្នឹងអញ្ចឹងសម្រាប់អាស៊ីតខ្សោយជាមួយនឹងបាសខ្លាំងគឺយើងត្រូវធ្វើប្រតិកម្មវាសិនបើសិនជាម៉ូលអាស៊ីតខ្សោយស្មើនឹង2ដងនៃម៉ូលបាសខ្លាំងគឺវាតំប៉ុងហើយករណីមួយទៀតវាអាចអាស៊ីតខ្លាំងហើយនឹងបាសខ្សោយអញ្ចឹងអាស៊ីតខ្លាំងមួយបាសខ្សោយ2វិញអាហ្នឹងក៏តំប៉ុងដែរចានេះគេប្រាប់ថាក្រោយប្រតិកម្មគេទទួលបានលបាយនៃអាស៊ីតខ្សោយអាស៊ីតអាសេតិកនិងបាសឆ្លាស់សូដ្យូមអាសេតាតរបស់វាដែលមានម៉ូលស្មើគ្នាគឺ 0.1 នេះវាជាតំប៉ុងចាលេខ2គណនា pH នៃសូលូស្យងមួយដែលមានអាម៉ូញ៉ូមអ៊ីដ្រុកស៊ីតចំនួន25មីលីលីត្រកំហាប់ 0.05 m ជាមួយសូលូស្យងអាស៊ីតនីត្រិកចាមានដូចគ្នាកំហាប់ដូចគ្នាអញ្ចឹងយើងកុំច្រឡំអក្សរជាទូទៅបើសិនជាវាអាស៊ីតខ្លាំងបាសខ្លាំងម៉ូលដូចគ្នាកំហាប់ដូចគ្នាហើយម៉ូណូដូចគ្នាអញ្ចេះយើងទទួលបានសូលូស្យងណឺតអញ្ចឹង pH របស់យើងគឺស្មើ7ហើយតែអានេះយើងខ្លាចច្រឡំគ្នានេះអញ្ចឹងពេលយើងសេសមីកាអានេះបតិកម្មមួយអាស៊ីតយើងបួកបាបអាម៉ូញ៉ូមនីត្រាតគឺមានលក្ខណៈជាអាស៊ីតខ្សោយអញ្ចឹងpH របស់វាត្រូវតូចជាង7យើងត្រូវរកវាតាមការ A ដោយសារវាជាសូលូស្យងអាស៊ីតខ្សោយអញ្ចឹងជាដំបូងលំហាត់ប្រភេទ A ក៏ដោយឲ្យតែយើងមានមៀតមួយកំហាប់មួយហើយមៀតមួយទៀតកំហាប់មួយទៀតមានន័យថាយើងរកម៉ូលទាំងពីរនេះហើយយើងធ្វើសមីការមុនពេលក្រោយទៅចាមេគុណវាដូចគ្នាទៀតអញ្ចឹងយើងមើលមុនប្រតិកម្មចាយើងគុណមកអានេះម៉ូលប៉ុណ្ណឹងនេះម៉ូលប៉ុណ្ណឹងដែរអង្គទីក៏កើត0ទឹកយើងមិននិយាយទេចាព្រោះទឹកអត់អ្នកកំណត់ pH ទេ pH វានឺតអញ្ចឹងយើងអត់គណនាអញ្ចឹងពេលចូលប្រតិកម្មអាម៉ូញ៉ូមអ៊ីស៊ីតប្រតិកម្មប៉ុណ្ណឹង125គុណដល់5នេះប្រតិកម្ម125គុណដល់5ដែរហើយកកើតបានអាម៉ូញ៉ូមនីត្រាតប៉ុណ្នេះអញ្ចឹងក្រោយប្រតិកម្មគឺសមូលហើយនេះគេហៅសមូលហើយបើគេសួរថាសមូលអត់គឺយើងឆ្លើយសមូលដែរព្រោះអង្គធាតុប្រតិក0ទាំងពីរអញ្ចឹងយើងនៅសល់តែអង្គធាតុកកើតដែលមានលក្ខណៈជាអាស៊ីតខ្សោយអញ្ចឹងយើងត្រូវរក pH តាមអាស៊ីតខ្សោយហ្នឹងអញ្ចឹងដើម្បីរក pH របស់វាត្រូវរកកំហាប់វាត្រូវរកកំហាប់អ៊ីដ្រូញ៉ូមចេញពីវាទៀតអញ្ចឹងបានអ្នកគ្រូរកកំហាប់អ៊ីដ្រូញ៉ូមចាកំហាប់អាម៉ូញ៉ូមនីត្រាតស្មើនឹងម៉ូលដែលវាកកើតចែកនឹងមៀតសរុបរបស់សូលូស្យងរបស់យើងគឺ25បូក25គឺ50មីលីលីត្រយើងចែក1000មកយើងបាន 0.05 លីត្រអញ្ចឹងយើងបានកំហាប់យើង25គុណដល់3ចាដោយសារវាមានលក្ខណៈជាអំបិលអញ្ចឹងអំបិលហ្នឹងរលាយក្នុងទឹកបានសព្វល្អអញ្ចឹងអាម៉ូញ៉ូមនីត្រាតប៉ុណ្ណឹងបានអ៊ីយ៉ុងអាម៉ូញ៉ូមប៉ុណ្ណឹងហើយនឹងអ៊ីយ៉ុងនីត្រាតចាអ៊ីយ៉ុងនីត្រាតមិនអត់ដាក់
ដោយសារតែអ៊ីយ៉ុងនីត្រាតជាប្រភេទដែលអត់មានប្រតិកម្មមួយទឹកទេគេហៅប្រភេទអាំងឌីផេរ៉ង់អត់បូកមួយទឹកតទេអញ្ចឹងយើងយកតែអាម៉ូញ៉ូមដែលអត់ប្រតិកម្មមួយទឹកមានលក្ខណៈជាអាស៊ីតខ្សោយអញ្ចឹងវាបោះបង់ប្រូតុងទៅឲ្យទឹកបញ្ចេញអ៊ីដ្រូញ៉ូមហើយនឹងអាម៉ូញ៉ាចាសមីការដែលចេញអ៊ីដ្រូញ៉ូមបែបហ្នឹងយើងប្រើការអាមានន័យថាវាគឺជាអាស៊ីតខ្សោយអញ្ចឹងយើងរាយមុនប្រតិកម្មមកកំហាប់អាម៉ូញ៉ូមមានតមកកំហាប់បាស00ពេលប្រែប្រួលយើងប្រែប្រួល x ចឹងមេគុណ1 x ដូចគ្នាចឹងក្រោយប្រតិកម្មយើងយកអាដើម25គុណ10គុណដក3ដល់អាប្រែប្រួល x អានេះយើងបូកវិញ0បូក x បាន x 0បូក x បាន x ដែរចឹងយើងប្រើរូបមន្តការ a ចាស្មើនឹងកំហាប់អង្គធាតុកកើតគឺ a មួយញាក់និងអ៊ីដ្រូញ៉ូមចែកនឹងអង្គធាតុបតកនៅពេលលំនឹងគឺ a មួយញ៉ូមហើយយើងជំនួសចូលទៅ a មួយញាក់ x អ៊ីដ្រូញ៉ូម x ចឹង x គុណនឹង x ហើយ a មួយញ៉ូមវិញគឺ25គុណនឹង10គុណដក3ដក x ហើយយើងជំនួសលេខចូលប៉ុន្តែក្នុងជាទូទៅគឺអាម្នាក់គឺជាបាសចឹងការដែលគេឲ្យគឺការ B ចឹងដល់ពេលសម័យការយើងប្រើការ A យើងត្រូវរកការ A សិនការ A ស្មើការ E លើការ B ចាហើយយើងជំនួសលេខធម្មតាមកយើងចែកលេខទៅឃើញការ B យកការ E ចែកនឹងការ A ចឹងនេះការ E ចែកមកឃើញ5.55គុណនឹង10ស្វ័យគុណដក10ជួយឲ្យបានយើងចូលជំនួសចូលរូបមន្តការ A នេះអញ្ចឹងយើងបាន 5.5គុណ10ស្វ័យគុណដក10ហើយជំនួសលេខ x គុណ x x ការ៉េហើយតម្លៃ x តូចណាយើងត្រូវដាក់ហ្នឹងវាបានបន្ទុកបើ x តូចជាង25គុណដក3នោះពេលដែលដក x ចោលទៅប្រហែលតម្លៃលេខដើមហើយយើងទាញរក x គឺយើងពាក់រឹសចឹងយើងចេញពីរឹសមកនេះស្វ័យគុណដក10ហើយដក3ដក13អញ្ចឹងយើងថែមនេះវា1កាត់ក្បៀសឲ្យវា1មកយើងស្រួលឲ្យស្វ័យគុណដក12យើងចេញពីរឹសបានដក6ហើយយើងចេញតែលេខមកឃើញ 3.72 ចាចឹង x ហ្នឹងគឺអ៊ីដ្រូញ៉ូមយើងជំនួសចូលទៅ pH ស្មើដកឡូក្រិតអ៊ីដ្រូញ៉ូមចឹងយើងចាតម្លៃរឹសតម្លៃឡូគឺគេឲ្យបើគេឲ្យបើយើងគឺឃើញខុសឬខុសឡូអាហ្នឹងមានន័យថាយើងធ្វើខុសយើងត្រឡប់ទៅធ្វើសារថ្មីវិញមកអញ្ចឹងយើងជំនួសលេខទៅយើងបាន pH 5.43 ចាទី2រ៉ូម៉ាំងគឺស្រួលទេតកតងទៅនឹងសម័យការអ៊ីយ៉ុងសពអ៊ីយ៉ុងសម្រួលណាហើយនឹងប្រតិកម្មជំនួសទ្វេគេលាយសូដ្យូមកាបូណាតមានមាត្រមានកំហាប់ចានៅរ៉ូម៉ូលឃើញ1កាល់ស្យូមក្លរ៉ូមានមាត្រមានកំហាប់រ៉ូម៉ូលឃើញ1ទៀតចាអញ្ចឹងសម័យការឲ្យសេសម័យការទាំង3សន្តានហើយប្រាប់អ៊ីយ៉ុងទស្សនិកចាសម័យការទាំង3សន្តានគឺសូដ្យូមកាបូណាតបូកកាល់ស្យូមក្លរ៉ូបានសូដ្យូមក្លរ៉ូបូកកាល់ស្យូមកាបូណាតកាល់ស្យូមកាបូណាតគឺជាអង្គធាតុរឹងឯដាក់សរ S ឬក៏ហៅថាកកយើងបែកជាអ៊ីយ៉ុង Na ប្រឡង1ដាក់ Na បូកមកកាបូណាតប្រឡង2យើងដាក់ CO3 2ដកមកហើយយើងបំបែកទាំងអស់ទុកតែ S ចឹងយើងសម្រួលអ៊ីយ៉ុងដែលដូចគ្នាចេញមានអ៊ីយ៉ុងសូដ្យូមហើយនិងអ៊ីយ៉ុងក្លរចឹងយើងបានកាបូណាតបូកកាល់ស្យូមចេញកាល់ស្យូមកាបូណាតចាអ៊ីយ៉ុងទស្សនិកលោកគ្រូប្រតិសេគឺអ៊ីយ៉ុងដែលអត់បានចូលរួមប្រតិកម្មអ៊ីយ៉ុងដែលយើងគិតទៅថាសម្រួលចោលនៅដំណាក់កាលទី2នេះដែលអត់ទៅសេចូលទី3គឺអ៊ីយ៉ុងសូដ្យូមចាអ៊ីយ៉ុងសូដ្យូមហើយនឹងអ៊ីយ៉ុងក្លរព្រោះក្រោយប្រតិកម្មក៏មានវាមុនប្រតិកម្មក៏មានវាគេហៅវាថាអ៊ីយ៉ុងទស្សនិកគឺជាអ៊ីយ៉ុងដែលមិនចូលរួមប្រតិកម្មចាតើមកគេឲ្យគណនាម៉ាសកគឺម៉ាសកាល់ស្យូមកាបូណាតចឹងយើងមានចាគេឲ្យបំរាប់2អញ្ចឹងដែរគេរម៉ូលទាំងពីរហើយយើងធ្វើមុនពេលក្រោយដូចគ្នាយើងមើលមេគុណវាមួយដូចគ្នាទៀតអញ្ចឹងអាណាតូចអាហ្នឹងបតកកំណត់ចានេះចាអានេះជាបតកកំណត់ 0.05 ជាបតកកំណត់ចឹងមេគុណនេះ1ចឹង 0.05 ដែរនេះមេគុណ2ចឹង2គុណនឹង 0.05 បាន 0.01 នេះមេគុណ1ប៉ុណ្ណេះដូចគ្នាហើយយើងដកលេខ 0.005 ដក 0.005 ចឹងអានេះបាន0បើគេសួរថាសាកមូលអត់សាកមូលទេនេះដោយសារមានប្រតិកម្មមួយនៅសល់សាកមូលគឺមានន័យថាប្រតិកម្មអស់ទាំងពីរនេះតែនេះប្រតិកម្មនៅសល់ហើយករបស់យើងគឺយើងបូកមកយើងបាន 0.005 ចាហើយម្នាក់នេះក៏កើតបាន 0.01 ដែរ
វាមិនបានចូលរួមផលិតកម្មទេតែវាសរុបមកប៉ុណ្ណឹងចាអញ្ចឹងរកម៉ាសកកស្មើម៉ូលគុណនឹងម៉ាសម៉ូលម៉ូលវា 0.005 គុណ 100 អញ្ចឹងយើងបានម៉ាសកកគឺ 0.5 ក្រាមចាបន្ទាប់មកទៀតយើងចូលទៅគណនាម៉ូលសរុបនៃអ៊ីយ៉ុងចាអ៊ីយ៉ុងយើងមានបានមកពីកាល់ស្យូមក្លរូដែលនៅសល់ហើយនឹងសូដ្យូមក្លរូកាល់ស្យូមក្លរូដែលនៅសល់និងសូដ្យូមក្លរូដែលកកើតអញ្ចឹងយើងបែកជាអ៊ីយ៉ុងយកមកវាមកបែកទាំងអស់គ្នាមកចាហើយយើងបូកលេខទៅយើងឃើញលេខប៉ុន្មាន0.02 ចា 0.01 បូក 0.01 បាន 0.02 បូកនឹង 0.001 បូក 0.002 ដើមទៀតយើងបាន 0.023 ចាម៉ូលសរុប 0.023 ម៉ូលអញ្ចឹងក្នុងសូលចុងខបតកម្មមានអ៊ីយ៉ុងសរុបមានម៉ូលប៉ុណ្ណឹងបានមកពីអ៊ីយ៉ុងកាល់ស្យូមបូកអ៊ីយ៉ុងក្លគុណ2អានេះបននេះទៀតហើយបូកក្លនេះមួយទៀតចាសរុបប៉ុណ្ណឹងតមកលេខ3សេសម័យការតាំងបតកម្មនិងហៅឈ្មោះអង្គទៀតកកើតចាបតកម្មនេះគឺហៅថាប្រតិកម្មសាប៊ូកម្មអេស្ទែបូកបាសខ្លាំងចេញសាប៊ូហើយនឹងអាល់កុលចាយើងផ្ដាច់ឡើងនេះដាច់ត្រឹមប៉ុណ្ណឹងមកនេះថែម Na មកបានសូដ្យូមប្រូប៉ាណូអាតហើយអាល់កុលគឺយើងទៅសេចាប់ពីនេះទៅវិញចាប់ពីស្ដាំមកវិញហើយថែម OH ខាងចុងនេះវិញចាហើយឬយើងអាចត្រឡប់វាមកវិញជាប្រភេទអានេះមកយើងហៅឈ្មោះស្រួលអាក្រោមនេះចាអញ្ចឹងអានេះឈ្មោះសូដ្យូមប្រូប៉ាណូអាតហើយនេះយើងបង់លេខកាបូន1ពីនេះមក1 2 3អាក្នុងវងកញ្ចក់គឺជាខ្នែងគូផ្លេចដាក់លេខ3គឺជាខ្នែងមេទីលអញ្ចឹងយើងរាប់ទីតាំងវានៅទីតាំងទី2អញ្ចឹងទៅជា2មេទីលប្រូប៉ាន1អុលចាខអានេះគេហៅអាស៊ីតិកអានីត្រិកអាស៊ីតបូកនឹងអាល់កុលយើងបានអេស្ទែបូកអាស៊ីតអញ្ចឹងអានីត្រិកអាស៊ីតគឺយើងបូកត្រឹមនេះចានេះយើងសេមកក្បាលរបស់វាយកអានីត្រិកអាស៊ីតមកភ្ជាប់មួយអាល់កុលចេញពី OH នេះទៅវិញកើតជាខ្នែងប្រូប៉ាន2អុលចានេះវាទៅជាអ៊ីโซប្រូពីលអាសេតាតឬក៏1មេទីលអេទីលអាសេតាតហានេះគឺអាស៊ីតអាសេតិកឬក៏អេតាណូអិកក៏បតកម្មនេះគឺបតកម្មទង្វើអាមីនគេយកអាល់ស៊ីលក្លរូអេតាណូអ៊ីលក្លរូជាមួយនឹងប្រូពីឡាមីនចាយើងទទួលបាន N ប្រូពីលនេះហើយខាងនេះអេតាណាមីកចាតមកទៀតយើងចូលទៅសំណួរលេខ4គេសួររម៉ាស solution ស៊ូតនេះតើគេចាំបាច់ប្រើ solution ស៊ូតអញ្ចឹងមានន័យថារម៉ាស់ solution ស៊ូត NaOH ដើម្បីបន្សាបអាស៊ីតខ្លាញ់ដែលបានពីអ៊ីដ្រូលីសខ្លាញ់ហ្នឹងមានម៉ាសហើយនិងម៉ាសម៉ូលអញ្ចឹងយើងរកម៉ូលរបស់ខ្លាញ់ហ្នឹងសិនមកចាគេឲ្យម៉ាសម៉ូលអញ្ចឹងយើងរកម៉ូលខ្លាញ់ឃើញប៉ុណ្នេះហើយយើងសេសម័យការបូកទឹកគេទូទៅអ៊ីដ្រូលីសខ្លាញ់បូកនឹងទឹកបើយើងគិតសពទៅខ្លាញ់គឺមានសម្ព័ន្ធ2ជាន់ខ្លាញ់មាន air វែងណាបូកទឹកអត់បានទេប៉ុន្តែពាក្យថាអ៊ីដ្រូលីសគឺត្រូវតែបូកទឹកហើយវាព្រួញ2ទៀតអញ្ចឹងបើសិនជាយើងទៅសេបូក NaOH អាហ្នឹងគេហៅសាប៊ូកម្មបាទអញ្ចឹងមកអ្នកគ្រូសម្រាប់ថាយើងទៅសេបូកទឹកហើយយើងគិតថាវាបែកទៅ 100% រកបែបធម្មតាព្រោះប្រធានរបស់យើងអត់មានឲ្យអីលើសនឹងថាវាបែកបានប៉ុន្មានភាគរយទេចឹងពេលខ្លះប្រធានហ្នឹងអ្នកគ្រូអត់ដូរដោយសារវាទៅតាមសភៅពុំចឹងអ្នកគ្រូកែបែបហ្នឹងចាអត់ហ៊ានកែពីសភៅពុំខ្លាចលោដល់ពេលសភៅពុំដាក់មកអញ្ចឹងយើងខាងខុសគ្នាអញ្ចឹងទៅយើងធ្វើអត់ចេញអញ្ចឹងយើងសន្មត់ណាពាក្យថាអ៊ីតាលីគឺបូកទឹកគឺត្រឹមត្រូវបន្ទាប់មកយើងសន្មត់ថាវាបែកទៅទាំងអស់អញ្ចឹងបើខ្លាញ់យើង 0.2 ម៉ូលយើងរកឃើញនេះអញ្ចឹងវាបែកបានអាស៊ីត3មេគុណវា3អញ្ចឹង3គុណ 0.2 យើងបាន 0.6 ម៉ូលបន្ទាប់មកបានអាស៊ីតខ្លាញ់ហ្នឹងទៅបូកមួយ NaOH វាទទួលបាននេះសាប៊ូហើយនឹងទឹកអញ្ចឹងអានេះប្រតិកម្មនេះសពអញ្ចឹងបើអាស៊ីតខ្លាញ់ 0.6 ចានេះ 0.6 ដែរចាអញ្ចឹងយើងរកម៉ូល NaOH ឃើញ
យើងរក mass សុទ្ធរបស់ NaOH តោះមកបានយើងរក mass solution គឺ MS តាម C% ស្មើ MST គុណ100លើ MS យើងជំនួសលេខហើយចាំទាញរក MS អញ្ចឹងយើងត្រូវការ solution สูตร120 ក្រាមចាលេខ5 ester 1មានរូបមន្តនេះចានេះយើងហៅចេះ1 2 3 4អញ្ចឹងឈ្មោះវា3 methyl butyl acetate ចាវាមានក្លិនដូចចេកប្រើសម្រាប់អប់ក្លិនភេសជ្ជៈចាភេសជ្ជៈខ្លះមានរសជាតិចេកគេប្រើមួយហ្នឹងអញ្ចឹងគេប្រាប់ឲ្យយើងនឹងប្រាប់អាស៊ីតបង្កវាមិនរូបមន្តមិនឈ្មោះមិនអញ្ចឹងដើម្បីអាស៊ីតបង្កគឺយើងសេពីនេះទៅចានេះ CH3COOH ចាគឺអាស៊ីតអាសេតិកឬអាស៊ីតអេតាណូអិកបើអាកុលយើងសេពីស្ដាំទៅវិញយើងសេពី CH3 រួច CH ឲ្យដល់ខ្នែង CH3 CH2 CH2 ឲ្យបាន OH ចាវានឹងចេញទៅជា3 methyl butane 1 អុលហ្នឹងអាស៊ីតហើយនឹងអាកុលបង្កខគេឲ្យយើងសេសមីការសំយោគ ester ឡើងវិញអញ្ចឹងយើងយកអាស៊ីតដែលយើងរកឃើញបូកអាកុលដែលយើងរកឃើញមកហើយឲ្យចេញ ester ដែលយើងទទួលបានដូចខាងលើនេះមកហើយអាកន្លែង CH3 នេះគ្រូអត់ដាក់ចុះក្រោមព្រោះវាពិបាកសេនេះគ្រូសេជាប់ជាវងកញ្ចក់មានន័យដូចគ្នាហើយប្រើបានទូទៅដូចគ្នាសម្រាប់សំណួរកគេថាបើគេយកអាកុល20 សង់ទីម៉ែត្រគីបហើយម៉ាស់មានអាកុលនឹង 0.8 គីឡូក្រាមក្នុង1ដេស៊ីម៉ែត្រគីបបើយើងបែកទៅជាក្រាមក្នុង1មីលីលីត្រគឺដូចគ្នា 0.8 ក្រាមក្នុង1មីលីលីត្រហើយប្រតិកម្មមួយអាស៊ីតម៉ូលស្មើគ្នាគេទទួលបានអេស្ទែ13ក្រាមគេសួរថាគណនាភាគរយនៃអាកុលដែលคล้ายជាអេស្ទែមានន័យថាភាគរយអាកុលដែលចូលប្រតិកម្មចឹងដើម្បីរកភាគរយអាកុលចូលគឺយើងយកម៉ូលរបស់អាកុលចូលក៏បានម៉ាស់របស់អាកុលចូលក៏បានចាបើយើងយកម៉ូលចូលគុណ100ចែកនឹងម៉ូលដើមបើយើងយកម៉ាស់ចូលគុណ100ចែកម៉ាស់ដើមអញ្ចឹងអ្នកគ្រូប្រើតាមម៉ូលចាអញ្ចឹងអ្នកគ្រូរកម៉ូលអាកុលដើមអ្នកគ្រូរកម៉ាស់អាកុលដើមសិនមកតាមម៉ាស់មៀតឬក៏ដងស៊ីតេម៉ាស់ m លើ v ទីរក m យើងឃើញម៉ាស់របស់អាកុលគឺ16តោះមកអ្នកគ្រូរកម៉ូលអេស្ទែចាគឺយក13ក្រាមហើយបូកម៉ាស់ម៉ូលទាំងអស់របស់ ester ទៅឃើញ130អញ្ចឹងយើងបាន 0.1 ម៉ូលអញ្ចឹងយើងទាញរកម៉ូលអាកុលចូលតាមម៉ូល ester ស្មើ 0.1 ម៉ូលដែរហើយក៏អ្នកគ្រូរកម៉ូលអាកុលចូលម៉ាស់អាកុលចូលតាមម៉ូលគុណម៉ាស់ម៉ូលមកម៉ូលវា 0.1 ម៉ាស់ម៉ូលវាបូកលេខ88ទាំងអស់នេះអាកុលនេះគឺ88យើងឃើញ8 ក្រាមអញ្ចឹងយើងរកភាគរយវាចូលស្មើនឹងម៉ាស់ចូលគុណ100ចែកម៉ាស់ដើមម៉ាស់ចូល88គុណ100ម៉ាស់ដើមយើងឲ្យមកឲ្យយើងរកឃើញ16អញ្ចឹងយើងបាន55%អញ្ចឹងភាគរយពេលខ្លះគេសួររកភាគរយចូលពេលខ្លះយើងរកភាគរយសល់ចាពេលខ្លះរកAD ចាវាស្តៀងគ្នាទេអញ្ចឹងបើចង់រកភាគរយចូលយកម៉ូលចូលឬក៏ម៉ាស់ចូលគុណ100ចែកម៉ូលដើមឬក៏ម៉ាស់ដើមបើរកអាសល់យកម៉ូលសល់គុណនឹង100ចែកនឹងម៉ូលដើមចាចែកនឹងម៉ូលដើមជានិច្ចចាអញ្ចឹងយើងមើលឲ្យបានច្រើនដងរៀនធ្វើលំហាត់ប្រភេទហ្នឹងទៅ